ស្ដីដល់មិត្តយុវវ័យទាំងអស់ដែលនិយមការលេងតាមបណ្ដាញសង្គម Facebook ដោយសារមុនហ្នឹងខ្ញុំបានឃើញវីដេអូមួយដែលគេ share បន្តគ្នានិយាយពីបងស្រីម្នាក់ដែលគាត់ចូលទៅឃើញប្តីគាត់នៅក្នុងបន្ទប់ការ៉ាអូខេជាមួយស្រីចង់និយាយដល់ចំណុចហ្នឹងដែរខ្ញុំក៏មានមតិខ្លះសម្រាប់ផ្ដាំជូនទៅដល់មិត្តយុវវ័យសម្រាប់អ្នកដែលបំរុងនឹងមានជីវិតអាពាហ៍ពិពាហ៍ខ្ញុំអត់ចេះដឹងអីច្រើនទេគ្រាន់ថាខ្ញុំចង់ផ្ដាំទៅដល់មិត្តភ័ក្តិឬក៏ប្អូនស្រីដែលអត់ទាន់មានគូស្រករគាត់ប្រហែលជាអត់ដឹងថាជីវិតអាពាហ៍ពិពាហ៍វាពិបាកមិនគឺគាត់អត់ទាន់ដឹងទេប៉ុន្តែក៏មិនមែនសម្រាប់ថាគ្រប់គ្នាជួបរឿងពិបាកចឹងទាំងអស់ដែរគ្រាន់ថាមួយភាគដែលជួបរឿងចឹងខ្ញុំចង់ទៅសារទៅបងស្រីមិញដែលគាត់ក្លាហានគាត់មានទងន់ក្នុងពោះហើយគាត់ដាច់ចិត្តទៅរកប្តីគាត់នៅក្នុងបន្ទប់ការ៉ាអូខេខ្ញុំជឿថាវាមិនអាចពេលថ្ងៃទេដែលតាមតនប្តីនៅក្នុងបន្ទប់ការ៉ាអូខេជាមួយមើលស្រីចឹងកដាយកសុកចិត្តជិះម៉ូតូទៅតាមប្តីដល់កន្លែងក្នុងអារម្មណ៍ពុះកជ្រោលមិនខ្ញុំទៅសារគាត់ហើយខ្ញុំក៏ណិតគាត់ដែរហើយក៏ចង់ផ្ដាំទៅដល់មិត្តភ័ក្តិផុសនៅក្នុង Facebook ទាំងបងទាំងប្អូនសម្រាប់អ្នកដែលនិយមការសប្បាយក្រៅផ្ទះខ្ញុំចង់ផ្ដាំថាបើសិនជាបងឬក៏មិត្តភ័ក្តិសម្រាប់គ្រប់គ្នាបើសិនជាមិនតន់ដាក់ចិត្តថាមានគោលចំហច្បាស់លាស់ក្នុងការធ្វើជាបង្គោលគ្រួសារទេមេត្តាកុំតន់សម្រេចចិត្តរៀបការជីវិតអាពាហ៍ពិពាហ៍មិនមែនលេងសើចទេមេត្តាកុំយកអនាគតរបស់មនុស្សស្រីម្នាក់ដែលគ្នាអត់ដឹងអីទៅបំផ្លាញចោលដោយការសប្បាយខាងក្រៅរបស់យើងខ្ញុំជឿថាអ្នកណាក៏ចូលចិត្តសប្បាយដែរប៉ុន្តែការសប្បាយវាមានដែនកំណត់បើសិនជាការសប្បាយល្មមខ្ញុំជឿថាវាអត់មានបញ្ហាអីប៉ុន្តែដូចម្នាក់ផងមិញហ្នឹងគឺវាសប្បាយហួសហេតុពេកទេហើយមានពាក្យបំមាត់ដែលខ្ញុំមិនបាច់និយាយក៏មិត្តភ័ក្តិ Facebook ដតីទៀតគេនិយាយគ្រប់គ្នាគឺថោកទាបខ្លាំងហេតុអីបាននិយាយពាក្យហ្នឹងគេអត់មានគោលចំហជាបង្គោលគ្រួសារអីបន្តិចទេមានប្រពន្ធមានតងន់ទៅសប្បាយក្រៅផ្ទះមួយស្រីឲ្យតម្លៃស្រីជាងប្រពន្ធទៀតមិញហ្នឹងខ្ញុំស្ដាប់បងស្រីមិញហ្នឹងសម្ដីគាត់មួយម៉ាត់ហើយសម្ដីពាក្យថាមានក្រៅផ្ទះមានចោះតែកុំឲ្យទៅមកផ្ទះថោរឿងអ្នកផ្ទះឆ្លោះបើគិតពីសម្ដីមួយម៉ាត់ហ្នឹងវាឈឺចាប់មិននៅពេលដែលដឹងថាប្តីខ្លួនឯងមានស្រីហើយប៉ុន្តែនៅសុខចិត្តគ្នាធ្វើអីអត់កើតចឹងគ្នាសុខចិត្តប្រើពាក្យហ្នឹងដើម្បីអីលួងចិត្តខ្លួនឯងផងលួងប្តីផងថាយកចោះកុំឲ្យយកជាប់សុខចិត្តបើកភ្នែកមកខាងបិទភ្នែកមកខាងដើម្បីអីដើម្បីគ្រួសារសួរថាមនុស្សស្រីម្នាក់ដែលហ៊ានសម្រេចចិត្តចូលរោងការជាមួយម្នាក់ប្រុសហ្នឹងអនាគតគ្នាទាំងមូលចាប់ពីថ្ងៃការហ្នឹងរហូតទៅគឺគេត្រូវផ្ញើលើម្នាក់ប្រុសហ្នឹងឯងចុះបើប៉ះមនុស្សប្រុសអត់ទំនួលខុសត្រូវដូចម្នាក់ហ្នឹងពេលក្រស្មោះស្ម័គ្រជាមួយប្រពន្ធបាច់លុយ 5,000 ទិញម្ហូបព្រឹកល្ងាចពេលមានលុយសบายใจមួយស្រីនៅមានប្រហែលអ្នកទៀតដែលធ្វើអញ្ចឹងខ្ញុំដឹងថារាល់ថ្ងៃមានច្រើនអ្នកដែលចូលចិត្តការសប្បាយក្រៅផ្ទះប៉ុន្តែខ្ញុំសូមឲ្យវាមានដែនកំណត់ផងអាណិតស្រីជាប្រពន្ធដែលគ្នាដឹងរឿងអីគ្មានអ្នកណាម្នាក់ចង់ឲ្យប្តីខ្លួនឯងមាន2មាន3បើយកអារម្មណ៍មនុស្សប្រុសហ្នឹងយកទៅប្រៀបវិញខ្លួនឯងដេកផ្ទះប្រពន្ធដើរលេងអោបប្រុសខ្ញុំជឿថាគ្មានមនុស្សប្រុសណាធ្វើបានទេហើយបើមនុស្សប្រុសមួយចំនួនទូចដែលធ្វើបានគេហៅអាវែកចុះមនុស្សស្រីដែលគ្នាធំខ្ញុំដឹងថាមានច្រើនដែលជួបរឿងអញ្ចឹងខ្ញុំសុំចិត្តខ្ញុំសុំមេត្តាសម្រាប់ដល់មិត្តភ័ក្តិអាណិតគ្នាជាស្រីដែលគ្នាដឹងរឿងអីហើយអាពាហ៍ពិពាហ៍ឥឡូវវាឆាប់ប្រេះស្រាប់មិនមែនខ្ញុំជាមនុស្សស្រីខ្ញុំកាន់ជើងមនុស្សស្រីទេគឺមួយភាគធំគឺការសប្បាយអត់មានដែនកំណត់របស់ពួកបងហ្នឹងឯងខ្ញុំមិនដឹងថាខ្ញុំត្រូវនិយាយពីអីទៀតទេប៉ុន្តែគ្រាន់តែចង់ផ្ដាំទៅបងស្រីថាវីដេអូរបស់បងស្រីមួយដាស់តឿនដល់មនុស្សស្រីច្រើនណាឲ្យរឹងមាំអត់មានប្តីក៏យើងអាចចាំខ្លួនយើងរស់ដែរបើសិនយើងទន់ជ្រាយមកជីវិតយើងគឺជាប់គុកអត់អញ្ចឹងឯងអរគុណខ្ញុំមានតែប៉ុណ្្នឹងឯងបាយបាយ